ខ្លួនលោវខ្លះមែនទេក្មួយខ្ញុំមិនមែននិយាយថាម្ចាស់ហាងដូណាត់នឹងលោវខ្លះឯណាអត់ទេខ្ញុំនេះហើយលោវខ្លះនោះអ្នកក្រនេះណាហើយក្មួយប្រាប់ថាខ្ញុំមិនចេះវាយដូណាត់ហ្នឹងគឺពិតណាអត់ដល់ក្មួយស្រីគេថាអូតែរឿងវាទៅស្អីបានស្អប់ដូណាត់ហ្នឹងអត់មានទៅអីទេក្មួយខ្ញុំក៏នឹកឃើញក្មួយធ្វើដូណាត់បង្ហាញក្នុងកាមេរ៉ាហ្នឹងខ្ញុំមិនចេះធ្វើដូណាត់ទេប៉ុន្តែខ្ញុំចេះមើលម្ហូបខ្ញុំជា food manager ជា license food manager ណាជា license food catering manager ផងណាហើយជា permit holder of health department in term of food services ផងខ្ញុំក៏នឹកឃើញខ្ញុំដឹងខ្ញុំយល់ហើយក្មួយក៏បង្ហាញអញ្ចឹងទៅខ្ញុំទៅសើណាក្មួយខ្ញុំទៅសើណាក្មួយស្រីទៅសើការយកចិត្តទុកដាក់ការខិតខំណាហើយរឿងលក់ដាច់អីហ្នឹងខ្ញុំមើលឃើញណាក្មួយខ្ញុំមើលឃើញកន្លែងក្មួយបេកខ្ញុំឃើញទូក្មួយលក់នៅតាមរយៈកាមេរ៉ាខ្ញុំអាចប៉ាន់ស្មានដឹងណាខ្ញុំអាចប៉ាន់ស្មានដឹងខ្ញុំមើលអារតេសធ្នើដែលដាក់ tray donut ដូចអីហ្នឹងខ្ញុំដឹងថានៅក្នុងមួយថ្ងៃហ្នឹងក្មួយបញ្ចេញ donut ប្រហែលថាអាចប៉ាន់ស្មានដឹងណាអានោះគឺជារឿងដែលគេសួរខ្ញុំទេខ្ញុំមិនដែលលើកយករឿងអញ្ចឹងមកធ្វើ show ទេអញ្ចឹងនៅក្នុងភាគនេះគឺគ្រាន់តែជម្រាបថាបើសិនណាជាយល់ឃើញតែខ្ញុំទៅមើលងាយនោះអ្នកថោកទាបគឺខ្ញុំទេអ្នកណាទៅហ៊ានមើលងាយអ្នកវាយដូណាត់នោះតែអ្វីដែលខ្ញុំនិយាយគឺ business ហើយនឹង income ខ្ញុំប្រាប់ថាបើយើងមានលុយតិចយើងបើកដូណាត់ទៅអ្នកមកក្រោយណាហើយបើសិនជាយើងចង់បានលុយលឿនតែសុខភាពប្រយ័ត្នកញ្ចក់ទៅណាបើករោមបើអីទៅណាហើយបើយើងមានលុយធំដឹងតែពីចំកន្លែងគឺរកស៊ីបានគឺ liquor store លក់ស្រាណាហើយខ្ញុំប្រាប់ទៀតហាងសាំងកំប៉ាស់ដូចឋាននរកអញ្ចឹងមានគេមកសួរខ្ញុំរឿងហាងសាំងខ្ញុំថាកុំលេងជាមួយដូចឋាននរកអញ្ចឹងលើកលែងតែមកវិស័យខ្មែរអីប្តីមានអូតូមេកានិកបញ្ញាបត្រឬក៏អីយកមកប្រឡង ASE អីទៅណាអានឹងយើងជួយគ្នាប៉ុន្តែអារឿងលក់សាំងនេះដូចឋាននរកអញ្ចឹងហើយអ្នកណាអ្នកលក់សាំងខ្ញុំហ្នឹងហើយខ្ញុំមានអួតថាលក់សាំងហ្នឹងលយណាខ្ញុំប្រាប់ទៀតថាកុំឲ្យរកស៊ីអាលក់សាំងនេះដូចនៅឋាននរកអញ្ចឹងតែខ្ញុំវាអត់មានអីទៀតទេឥឡូវនេះលក់ business លក់ឲ្យចោលអស់ហើយអញ្ចឹងវាអត់មានអីទៅមើលងាយបងប្អូនវាយដូណាត់ទេសុំឲ្យក្មួយបោសក្មួយស្រីមេត្តាជ្រាបណាហើយកុំច្រឡំតែខ្ញុំទៅរករឿងដូណាត់អីខ្ញុំដឹងហើយអ្នកស្រុកខ្មែរមាន attitude មួយគេហៅហេកប់ដូចយើងមាត់ចាស់ចឹងកប់មកកុំកប់ខ្ញុំអីខ្ញុំជេមសុកខ្លាចណាខ្លាចរឿងហេកប់សំដីអីណាស្អីគេខំគេធ្វើអីគេចាក់រុកគេស្អប់អីកុំប្រើពាក្យហ្នឹងជាមួយជេមសុកអត់មានអញ្ចឹងឯងជេមសុកខ្លាចណាហេកប់តែកប់ច្រើនពេកគេមសុកដាក់បាក់ចំពោះពីព្រោះជេមសុកមិនដែលមើងងាយអ្នកណាទេនិយាយជាមួយក្មេងៗអាហ្នឹងផ្សេងក្មេងៗចង់ឲ្យនិយាយលេងសើចអីបានតែមើលងាយមនុស្សអីណាអត់ទេប៉ុន្តែកុំហេកប់មួយខ្ញុំបាក់ចំពោះខ្ញុំដឹងហើយក្មួយស្រីខំធ្វើការប៉ុន្តែកុំ
chết là dây thắc kê từ rô rương dương không cái ở rô rương dương ấy hay cọc mùi nhóm bạc cho pu lần nè hoặc nhóm ở châu chân mòn nó còn là lực ní nhóm sống tô nhóm sống tô nhóm ọt ban mơ nghe mơ thao ọt ban rô rương tê sống tô mùi próc mùi sài miền sấy mà nè còn chả đồ nạt miền mùi phỏng nè còn đồ nạt đà ọt miền để còn ọt miền này còn công cọc mùi nhóm lại bạc cho pu và bay nhóm nó về diêu hay nè nhóm này dây ấy nhóm mình đây từ ni tê rương này vô bài đang xe nhóm live khai ấy tay rương Rosie nó hên mơ ngay cái này chẳng xong mình chạy ngày nay mình ni tê mình chạy thà khmiên trai tà na tê kỳ xua tê ba đội mấy cái pe chân đa chẳng khăn nhóm mượn con sấy nhóm tha ọt miền tha lên nhóm dễ tròn tại đòn mặt đại cái khăn nhóm xong tô kia đâu vì pro chia bọc cô cả na cái khăn tại được xong tô kế nắng cầm nát nhóm bên trắng nè hay có nhóm trộm dây ta cả luôn cái xua về chia opinion bạc nhóm nhóm khơi nhóm mách nhóm dây chăng a person who performs something or do something and I just give my opinion đôi khmui bỏ đại lộ Donald dây thay chia sẻ đây phía từ hạ rọt America nhé việc bật mẹ nhầm xong ở con khmui nhé và là khmui sấy trong cọc một nhóm công ấy khmui không Rosie tận công cọc một nhóm công một thường chạy chết à nhóm cọc đây cọc đã nhóm công ấy nhầm xong tô tật ti môi xong tô nhầm ọt miền Bắc Pol khmui tê nè công bà bà nhầm cha hai nhầm chơi là cọc nâng đâu còn nhầm bè bài nhầm vật này cọc tới cái lỗ bạc chụp pu bộ nẹt sọc mai máu châu chật cọc hàng nơi sau cảm thấy nhé đấy bay rồi hàng sập lên nẹt nó cái này này na thế ở tiêu họ là nhầm bạc donut đây nhầm bạc donut nơi New York về đây trên này chỉ mùi nẹt bạc donut nơi Tennessee cao đấy nè hay là riêng vô trò sầm bát vỏ nó có miền đây nhóm nẹt cờ còn là spike cái việc diêu mình tết ta cọc nó không luôn bạ chỉ pu cọc nâng tư hả không Rosie nhóm ta xa công chết ta chào nhóm ta rô rương nhóm men rô rương là cái xua nhóm ta hay nhóm men dây pi hang không ai nè nhóm men dây pi hang không ai nè mình nư bài donut họ pon hàng nè men sọc khmai đấy khmui sọc America dương mau sọc America này nhát ở kia dây phong còn mà cọc lại lộ bạn chụp pu từ bạc cha mà sẽ bay vật này nó việc việc chụp pu á nè nâng cả là ở đăng pan đăng đi nhóm miền rô rưỡi tại tất ti môi nhom xong tô bảo chăn thì khăng nhom xong tô nhóm miền ban này dây pi bộ khmui nè nhóm này dây pi mốc robot hay nên tụm hôm bạ chấm nô nè nhóm cái xua ta hay mốc robot nhóm này nhóm ham tiết thà cầm áo này nè mà thơ nó rộ chưa cái này sấy hàng sang nữa nè này dây pan năng cho tạm bịch nâng thử chỗ đây hai con vừa hạt pran hai từ vừa ọt toàn là người đòi sát đây bị các bà lục tới còn này dây liền từ hay o con khmui bỏ đây căn đòn donut nè để khmui đặt tha chia sẻ đây phép hay khmui tha pu che pu ấy nè xong vô khmui bên này pu ọt miền kịch tha vài donut lộ donut chia lô khla đây ọt này hay khmui con dễ đây khmui thưa cao dọc mai trường đọc năm nơi không thể kia khmui trong đa cho là na ở ví dụ để cho trong mua rau này you have a good reason I appreciate that hay khmui sấy môi tiết để căn donut nó công khăng nhom hay vô hay pra piệm mà mặt đại nhom ở đây ban cận chân đây nhom miền tây rương ấy nhom mình đang khmui ai nhổ si donut mong nhom vậy in general đó nè chẳng công tờ lót việc sọc mày nè đôi mòn nhá nó
được bạn bạn ấy chặt kệ mà đòn này ọt miên mòn phong nè ọt miên mòn phong nè tại ý nó đầy chạy lại luôn bạn chỉ phụ đâu nè vì bố cái mình chuột chỉ bao bê tê thì mũi cứ cái này dây bị phép tụ từ stop trên đây cái ở ban I am talking about the size of business and opportunity to have income ដែលចង់បញ្យល់ខ្មែរមកក្រោយហ្នឹងកុំឲ្យ expect ថា everything is good តែប៉ុណ្្នឹងទេណាមិនទៅចំណាយនៅទេមានអ្នកខ្លះទៀតមកឯណាថាមានអ្នកខ្លះទៀតគេថាកុំស្ដាប់សម្ដីតាហ្នឹងគាត់ជាមនុស្សអន់ចុះមានអ្នកណាថាតាហ្នឹងមនុស្សថ្លៃតាប្រាប់ឲ្យតាអន់ប្រាប់ឲ្យតាមានថាថ្លៃណាណាដល់ទៅបើក profile មើលម៉ែលក់លេតាអញ្ចឹងពិតជាខ្ពស់មែនគ្រាន់តែយើងយកលេមកប៉ាតនឹងខ្លួនយើងដាក់កាមេរ៉ាហ្នឹងក៏យើងកំពុងតែ apply គីមីមកលើខ្លួនយើងជាអ្នកលក់លេហ្នឹងហើយអាហ្នឹងឲ្យថ្លៃនោះមកនិយាយថាកុំស្ដាប់សម្ដីតាហ្នឹងអន់ណាហើយខ្លួនដល់ទៅបើក profile មើលអ្នកលក់ឧបករណ៍កែសម្ផស្សធម្មតាលក់អាលេហ្នឹងត្រូវលាបឲ្យគេមើលហ្នឹងគឺថាលាបហើយអញ្ចឹងទៅមានបានមួយទឹកចាញ់ឯណាច្បូតចាញ់ទាញម្ដងមកទៀតលាបទៀតទៅយូរទៅសាច់ឲ្យសស្គុះឡើងស្វាយយើងដឹងខ្លួនយើងហើយចាំបាច់គេប្រាប់អីណាបើរបស់ហ្នឹងវាចាញ់ពីវិជាឋានកែសម្ផស្សដែលមាន license អីត្រឹមត្រូវប្រកាសថាវាជាការរបស់ដែលចេញពីអ្នកឯកទេសខាងសម្ផស្សខាងស្បែកអីអាហ្នឹងខ្ញុំមិនថាទេប៉ុន្តែរបស់ដឹកមកទាំងប៉ោតភាគច្រើនដឹកពីថៃមកដឹកទាំងកឡមកដល់លាយហើយច្រកកែវយកមកលាបដឹងស្រាប់ហើយអាហ្នឹងគឺឆុតចឹងអី30ថ្ងៃសស្គូដល់40ថ្ងៃសក្បោះដល់60ថ្ងៃសស្លេកដល់ពេល100ថ្ងៃសឡើងស្លាំងហ្នឹងតាអន់ណាតាវាអន់មែនហ្នឹងឯងណាចឹងបានថាអ្នកស្រុកខ្មែរលេងសំដីតាជេមសុកអត់សូវចេះទេរឿងសំដីតាជេមសុកអត់សូវចេះទេណាតាជេមសុកចូលចិត្តនិយាយរៀងភ្លើណានឹងអញ្ចឹងណាជូនប៉ុណ្ណឹងចុះនឹងរឿងដូណាត់ហ្នឹងខ្ញុំអត់មានបានមើលងាយអ្នកណាទេណាហើយណាមួយសហរដ្ឋអាមេរិកធំហ่ะខ្ញុំអត់មាន pick on អ្នកណាទេណាលោកតាចុះធ្វើ clothing brand បែប e-commerce លក់តាម website ទីផ្សារនៅខាងអង់គ្លេស New Zealand បច្ចុប្បន្ននេះការដែលយើងលក់តាមអនឡាញណាទី1យើងគួររក platform លក់ដូចនៅអាមេរិកវាមាន platform Amazon អីចឹងណានៅអាស៊ីមាន platform Alibaba Timo អីចឹងបើសិនជាយើងមាន platform ហ្នឹងហើយយើងលក់តាម platform ហ្នឹងpayment processing អីទៅតាម platform ហ្នឹងអាហ្នឹងថ្ងៃក្រោយទៅយើងអាចពង្រីកការលក់ដូរយើងបានតែបើយើងអត់មានពឹងពាក់ទៅលើ platform ដែលគេជា intercontinental platform ឬ international platform យើងលក់ទៅជួនកាលទៅវាពិបាកត្រង់ថាទី1យើងផ្សាយពាណិជ្ជកម្មលៀកពាក់យើងវាអត់សូវមានណាឃើញតែញបាទShopify ល្អណាលក់ទៅก่อนហើយចេះណាការខ្ចប់ខោអាវអីភួយអីណា
cái sải bộ cô sải lấy cái miền đặc biệt chọc môi nhom khơi cái nhà mà nhóm lo bạc cái pra là mà sinh mà dáng đây đặt ai rồi khảo rồi bột ấy tới lên việc sâu vô cho họ lên là start luôn còn chẳng dương nhà pada ở nắng á việc ọt cra dương đặt cái chop ọt chăm bạch đặt cra cái chop dương việc tàu đó chẳng là cái này dương nhà trả hơn các bạn lõ bạc kế khi ông khơi nhom tình ai bị bảy lên việc đặt trong thong plastic việc bớt là nè việc bớt là sát bớt làm chích nhưng mà đó những cắt lên tí nhưng và châu khiao là những tiền ai cho nhà bạn nè không khơi cái thời gian nào lời nữa á cái thời gian say cái thời gian hay và cái lụa rồi bỏ miền tắc vĩnh cái miền plastic cái để cà phê cầm ao về lịch nhé cái đặt tới hay cái bớt khiao tranh máu cái lụa tam online nè lõ cốt e-commerce hay lấy nó sẽ đây trời cả bọc nhóm á cao sập hiện rồi cái vô mà đào tẹt àហើយឥឡូវនេះ Amazon ទិញភ្លាម4ម៉ោងក្រោយមក4ម៉ោងហើយ3ម៉ោងនេះមកដល់ណានឹងអញ្ចឹងខ្ញុំនៅអាស៊ីខ្ញុំអត់ដឹងទេកូនខ្ញុំគ្រាន់តែដឹងថាជា platform ប៉ុន្តែឲ្យខ្ញុំដឹងថាវាមិនខ្ញុំអត់ដឹងទេណាខ្ញុំអត់ដឹងទេខ្ញុំរឿង Alibaba នៅខាងខ្ញុំនេះវាមានមិនមែនអត់ទេណាប៉ុន្តែវាអត់សូវធំបាទ Timo ក៏មានដែរណាតែ Timo អាមេរិកខ្លះដែលគេចង់ទិញខ្ញុំមិនដែលទិញណាបាទសាក់លបងកូនឲ្យតែ payment system វាដើរត្រឹមត្រូវពីដើមកញ្ចប់តូចចូលសហរដ្ឋអាមេរិកចំណេញណាចិនចំណេញណាក្នុងមួយឆ្នាំជិត 1000 លានកញ្ចប់ជិត 1000 លានកញ្ចប់ 1000 លានបើមិនមែនជិតទេ 1000 លានកញ្ចប់កញ្ចប់តូចគេហៅ snail mail ចប់តូចហើយថៃក៏គេរស់ស៊ីនឹងដែរបងប្អូនដឹងទេប្រេងកាឡាប្រេងអីពីស្រុកខ្មែរមកណាអត់បាក់ខ្ញុំទិញនៅនេះទេបងប្អូនខ្ញុំទិញបានតាប្រេងកាឡាប្រេងអីទិញបានតាមានខ្មែរយើងលក់ខ្ញុំទិញបានតាម Amazon ណាខ្មែរយើងថ្មីបាត់តែខ្ញុំនិយាយបញ្ហាច្រើនមែនប៉ុន្តែខ្ញុំក៏ត្រូវតែនិយាយរឿងល្អខ្មែរយើងមួយចំនួនគេលក់មកតាម Amazon ណាខ្ញុំចុចទិញតាម Amazon ប្រេងកាឡាអីខ្ញុំទិញតាម Amazon តែពីដើមខ្ញុំអត់ឃើញមានទេខ្ញុំឃើញមានបោះថៃប្រេងសម្រាប់គេដាល់គ្នាទៅឈឺសាច់គេលាបនឹងខ្ញុំទិញតាមយ៉ាខាងយាយខ្ញុំទិញតាមនេះខ្ញុំទិញតាមពីក្បិនឡើងទៅកាលខ្ញុំការកូនឆ្នាំ2018ហ្នឹងអាវខ្ញុំពាក់ហ្នឹងមិនមែនខ្មែរទេខ្ញុំទិញពីថៃមកបើទិញអាវខ្មែរវា185ហើយទិញតាម Amazon 125អញ្ចឹងខ្ញុំទិញអាវហ្នឹងពាក់ទៅតាមពិតអាវហ្នឹងកាត់នៅថៃតាកាត់នៅថៃហើយក្បិនខ្ញុំទិញថៃតាស្លៀកពួកខ្មែរអត់ទាន់មានអាក្បិនហ្នឹងឥឡូវខ្មែរបើមានក្បិនហ្នឹងក្បិនគេដេរឲ្យស្រេចយើងយកមកដល់ស្លៀកតែហ្មងអត់ចាំបាច់មានអ្នកមូទេតានៅខ្មែរសម្បូរលបែងអនឡាញហើយមានប៉ូលីសនៅតាមប៉ុស្តិ៍មូលដ្ឋានអត់ដែលឃើញចាប់សោះអាហ្នឹងតលតែយើងមើលតែតើមានកន្លែងណាដែលយើងអាចចុចរាយការណ៍បានប៉ុន្តែប្រយ័ត្នតែរាយការណ៍ទៅប៉ះចំប៉ូលីសដែលគាត់ការពារ scammer គាត់ឃើញយើងរាយការណ៍គាត់មកធ្វើបាបយើងណាអូពីតាគេងពីក្បាលល្ងាចហូតតាំងទៅដល់ឥឡូវវាអត់ទាន់ងងុយមុននេះងងុយចង់ទៅគេងស្រាប់ហាត់ប្រាណហើយមួយទឹកហើយស្រាប់លែងងុយនៅបន្តិចសិនចាំបន្តិចទៀតឥឡូវម៉ោង 4 កន្លះជិតភ្លឺ
ម៉ោង 5 ដេកម៉ោង 9 ក្រោកអីចឹងទៅចុះនៅផ្ទះមនុស្សនៅផ្ទះតែជាមួយឆ្កែណានៅផ្ទះជាមួយឆ្កែថោកទាបដល់ប៉ុណ្ណឹងណាឃើញតាជេមសុកឯងឃើញតាជេមសុកថោកទាបដល់ប៉ុណ្ណឹងឯងតាជេមសុកថោកទាបណានៅតែជាមួយឆ្កែទេណាហើយនៅតែចក្រានបាយទេឥឡូវអត់ចុះទៅបណ្ណាល័យណាខ្ជិលណាតិចស្រួលនេះអូខេនេះចក្រានបាយតាជេមសុកមើលឃើញលោកតាតើធ្វើការជា content creator digital marketing ថ្ងៃខាងមុខមានអនាគតខ្លះទេធ្វើ show ដូចតានេះបន្តិចទៀតដោយសារតាចាស់ទេតែវាធ្វើ show ដូចតាបន្តិចទៀតអស់ផ្លូវហើយបន្តិចទៀតអស់ផ្លូវហើយបន្តិចទៀតអស់ហើយពីព្រោះdigital media បន្តិចទៀត getting smarter you know very soon you don't see me real you probably see virtual me virtual James Sock virtual James Sock ហ្នឹងគឺរូប James Sock អញ្ចឹងណាហើយគាត់និយាយសម្លេង James Sock អញ្ចឹងគ្រាន់តែវារៀងមិនលឿនមិន reflective ដូច James Sock តែគាត់អត់ question and answer ជាមួយក្មួយទេតែគាត់និយាយរឿងមួយរឿងជា virtual James Sock ណាខ្ញុំធ្វើតេស្តទៅចាញ់ខ្លះហើយតែនៅពេលដែលខ្ញុំដាក់ virtual James Sock ទៅខ្ញុំជឿថាចៅអត់មើលទេចៅដែលចូលចិត្តមកមើល James Sock ហ្នឹងបានកំប្លុកកំ pl ែងជាមួយណាបានកំប្លុកកំ pl ែងជាមួយណាតាបើចៅចង់ធ្វើផ្នែកការងារស៊ើបអង្កេតបំបែករឿងក្តីធំនៅអូស្ត្រាលីនិងបើកអាជីវកម្មធំលំដាប់អន្តរជាតិល្អឬទេចៅនិយាយហ្នឹងបែបភូតហើយវ៉ៃទី1ចៅថាចង់ស៊ើបអង្កេតក្តីធំបើចង់ស៊ើបអង្កេតក្តីធំចៅត្រូវធ្វើប៉ូលីសហើយត្រូវចំណាយពេលច្រើនឆ្នាំទើបคล้ายទៅជា investigator ឬក៏ detective នឹងមួយណាមួយទៀតថាចង់បើកអាជីវកម្មធំលំដាប់អន្តរជាតិពាក្យថាអាជីវកម្មធំលំដាប់អន្តរជាតិត្រូវការ$1000 លានដើម្បី set up such an operation ហើយចៅក៏ត្រូវមានយ៉ាងហោចណាស់ក៏ MBA ដែរអញ្ចឹងរបៀបចៅអធិប្បាយនេះដូចជាភូតទេបើតាមខួរក្បាលតាថាដូចជាភូតទេ because there is no way you are able to have a $1 billion or $300 million to start such a business and even you have money you need education ណាអញ្ចឹងរបៀបនិយាយនេះដូចជាស្មាទោសសួរតាដូចយកក្តរវាយក្បាលតាអញ្ចឹងចៅឯងភូតអាណាមិនភូតអាមនុស្សថោកទាបដូចតាអត់ជឿទេកូន you are not what you are not telling me the truth you phrase your question in two purposes which you are not qualified to do it ណាអញ្ចឹងបើសួរតាសួរឲ្យវាច្បាស់លាស់ទៅកុំភូតអញ្ចឹងណាភូតអញ្ចឹងតាមិនដឹងឆ្លើយមិនទេវ៉ៃភូតតាអញ្ចឹងភូតឆ្លើយមិនទៅវ៉ៃណាកូនណាអូខេលោកតាតើជំនាញ financial and banking នៅសាកលវិទ្យាល័យអាចយល់ដឹងពីវិស័យហិរញ្ញវត្ថុស៊ីជម្រៅទេ Yes you need 6 years meaning that you study for a year 4ឆ្នាំបរិញ្ញាត្រីខាងហិរញ្ញវត្ថុនិងធនាគារ
ហើយយក2ឆ្នាំទៀត become MBA ណា Master of Business Administration specialize in banking and finance ដល់បានប៉ុណ្ណឹងហើយធ្វើការជាមួយនឹងក្រុមហ៊ុនហិរញ្ញវត្ថុឬធនាគារមានការចេះដឹងណាអូខេមានការចេះដឹងនិយាយតាខាង finance ដែរតារៀបការពីរដងនិយាយមុននោះ finance ឥឡូវនេះក៏ finance and banking ទាំងពីរដូចគ្នាមុននោះជា classmate របស់តាហ្នឹង banking and finance មកភរិយាតាឥឡូវហ្នឹង banking and finance អូចៅនេះspam ដល់ហើយចៅលោកតាខ្ញុំឃើញសម្ដេចដែកជោគាត់ចោះទៅមើលការផលិតអាវក្រោះសម្រាប់ជូនដល់កងទ័ពតើលោកតាគិតថាការធ្វើអាវក្រោះនេះតាមស្តង់ដារឬទេខ្ញុំបានរិះគន់លោកមិនមែនរិះគន់លោកទេរិះគន់ការធ្វើហ្នឹងតែក្រោយពីខ្ញុំបានរិះគន់ហើយស្រាប់តែមានអ្នកបញ្ជូនព័ត៌មានមកឲ្យខ្ញុំភ្លាមអ្នកបញ្ជូនព័ត៌មានមកឲ្យខ្ញុំភ្លាមថាការអត្ថាធិប្បាយរបស់ខ្ញុំមិនត្រូវហើយអត់គ្រប់ជ្រុងជ្រោយទេអ្នកបញ្ជូនព័ត៌មានឲ្យខ្ញុំបានប្រាប់ថាវាមិនមែនជាក្រុមហ៊ុនរដ្ឋទេក្រុមហ៊ុនដែលសម្ដេចហ៊ុនសែនអញ្ជើញទៅនឹងគឺជាក្រុមហ៊ុនឯកជនទេរដ្ឋមិនមែនជាអ្នកផលិតរបស់អស់ហ្នឹងទេគឺក្រុមហ៊ុនហ្នឹងគេផលិតរដ្ឋនឹងទិញពីគេហើយគេនឹងលក់ឲ្យរដ្ឋក្នុងតម្លៃថោកសមរម្យនៅក្នុងគុណភាពអន្តរជាតិហើយរដ្ឋក៏អនុញ្ញាតលោកឲ្យគេធ្វើអាជីវកម្មហ្នឹងព្រមទាំងគេធ្វើវត្ថុអស់ហ្នឹងលក់ចេញទៅក្រៅគេមិនមែនផលិតតែអាវក្រោះឬសម្ភារៈឯកសណ្ឋានមួកអីស្បែកជើងរបស់កងទ័ពទេគេលក់ចេញទៅក្រៅផងដែរប្រភពព័ត៌មានបានផ្ដល់ឲ្យខ្ញុំថាអ្វីដែលខ្ញុំបានប្រតិកម្មរឿងហ្នឹងដែលសម្ដេចហ៊ុនសែនគាត់ទៅលោអាវហ្នឹងអត់ត្រឹមត្រូវទេតាមពិតវាមិនមែនជារបស់រដ្ឋទេរដ្ឋទិញពីក្រុមហ៊ុនហ្នឹងនៅក្នុងតម្លៃថោកគួរសមទើបរដ្ឋសុខចិត្តទិញហើយក្រុមហ៊ុនហ្នឹងនឹងនាំចេញហើយខ្ញុំក៏បានជូនព័ត៌មានទៅរដ្ឋាភិបាលវិញដែរថាសូមឲ្យស្តង់ដារហ្នឹងពិនិត្យឲ្យបានច្បាស់លាស់ដើម្បីធានាសុវត្ថិភាពរបស់អ្នកពាក់ណាមួយបើជា international brand សម្រាប់ចេញទៅក្រៅស្តង់ដារក្រៅគេឆែកក៏ជួយពង្រឹងគុណភាពអាវក្រោះនឹងដែរចឹងឆ្លើយនឹងសំណួរដែលនិយាយនោះប៉ុណ្ណឹងណាមិនជារោងចក្រកាត់ដេររដ្ឋទេអូខេតើហេតុអ្វីបានជាសហរដ្ឋអាមេរិកចូលរួមក្នុងសង្គ្រាមលោកលើកទី1សង្គ្រាមលោកលើកទី1តាអត់បានដឹងថាមូលហេតុអីកើតពីចំណុចណាដល់ចំណុចណាតាអត់ដឹងតាអត់ដឹងទេកូនសង្គ្រាមលោកលើកទី1តាធ្លាប់អានធ្លាប់អីតាភ្លេចអស់ហើយបើលោកទី2អានឹងតានៅចាំលោកទី1តាចាំនេះអ៊ំមានគេក្លូនលេខទូរស័ព្ទរបស់ខ្ញុំរួចយកលេខខ្ញុំទៅមិត្តរបស់ខ្ញុំយីខ្ញុំមិនចេះកូនអត់ចេះឆ្លើយរួចតាស្គាល់អុកញ៉ាវ័យក្មេងជាតុងហួរឬទេអត់លោកតាឥឡូវអត់សូវខឹងនឹងចៅច្រើនដូចមុនយីតាពិតមែនវ៉េតាពិតមែនតែតាប្រាប់កាលដែលឡូឡាឲ្យចៅលើកមុនហ្នឹងអត់បានខឹងទេប្រតិកម្មលើកមុនព្រោះមានចៅខូច
ចៅដឹងទេអាចៅខ្លះចូលមកនិយាយប្រភ្លីប្រភ្លើដើម្បីឲ្យតានិយាយប្រភ្លីប្រភ្លើទៅវិញហើយវាកាត់យកអាពាក្យប្រភ្លីប្រភ្លើរបស់តាហ្នឹងទៅថែមថយឲ្យដាក់ TikTok រលុយចៅឯងដឹងទេមានមនុស្សមួយចំនួនណាបានកាត់សម្លេងរបស់តាយកទៅរកលុយច្រើនណាស់អ្នកខ្លះកាត់យកសម្លេងអ្នកខ្លះកាត់ទាំងរូបអ្នកខ្លះយកសម្លេងរបស់តាឲ្យធ្វើមាត់ដោយតាទៀតឥឡូវនេះតាត្រូវបានคล้ายទៅជាឧបករណ៍ពាណិជ្ជកម្មរបស់ចៅហើយណាបន្តិចទៀតហ្នឹងដោយសារមាន deep fake ហ្នឹងតាហ្នឹងរឿងហើយតែប្រហែលហ្នឹងចៅយករូបតាហ្នឹងទៅបំរាក់ទៅដើរស្រាតអីក៏មិនស្រួលដែរថ្ងៃក្រោយតិចឃើញជេមសុកដើរស្រាតអីច្រឡំថាជេមសុកចុះអាហ្នឹង deep fake គេណាយល់ទេព្រោះឥឡូវហ្នឹងគេប្រកែធ្វើណាគេប្រកែធ្វើណាកូនណាលោកតានិយាយពី23មេសា2026លើកមុននោះបានទេលោកតាចៅចង់ដឹងយូរហើយ23មេសា2026នឹកមិនឃើញទេកូនលោកតាឆ្នាំ2028ថៃទទួលបាននាវាមួយទឹកពីចិនតើពិតទេថៃចិនមាននាវាមួយទឹកដែលសាងសង់សម្រាប់ឲ្យថៃ2គ្រឿងប្រហែលជាការពិតនៅឆ្នាំ28នាវានឹងត្រូវបកលឲ្យថៃណានឹងត្រូវបកលឲ្យថៃនាវាមួយទឹកនឹងប្រហែលជាពិតកូនប្រហែលជាពិតលោកតាមានការបង្ហោះចែកចាយរូបភាពរបស់ម្ចាស់ផ្ទះជួលនៅភ្នំពេញដែលដាក់របាំងមិនជួលឲ្យបាទខ្ញុំឃើញអញ្ចឹងដែរហើយក៏ធ្លាប់លើកយករឿងហ្នឹងមកនិយាយដែរណាលោកតាអាហារូបករណ៍រដ្ឋាភិបាលជប៉ុនអត់សូវមានជំនាញស្ទឹមអញ្ចឹងលោកតាអញ្ចេះកូនប្រទេសខ្លះណាគេឲ្យអាហារូបករណ៍ណាគេមិនសូវឲ្យអាហារូបករណ៍វិទ្យាសាស្ត្រទេគេឲ្យអាហារូបករណ៍សង្គមឬក៏សុខាភិបាលទេពដែលអាហារូបករណ៍ហ្នឹងគេឲ្យទៅកូនគេមិនបានខ្វល់ខ្វាយនឹងយើងចេះមិនចេះទេណាប្រទេសខ្លះគេឲ្យតែសញ្ញាបត្រអន់ទេអាហារូបករណ៍នោះអញ្ចឹងហើយបានជាបើយើង scan អាហារូបករណ៍មើលសេដ្ឋកិច្ចនេះមួយវិស្វកម្មនេះមួយវិទ្យាសាស្ត្របច្ចេកវិទ្យានេះមួយណាហើយនឹងហេរញ្ញវត្ថុធនាគារនេះមួយមិនសូវមានណាឲ្យទេកុំព្យូទ័រអីខាងអបទិកខាងអីមិនងាយទេគេមិនឲ្យទេគេមិនឲ្យសញ្ញាបត្រគេមិនឲ្យអាហារូបករណ៍នឹងទេណាគេមិនឲ្យទេអាហ្នឹងអញ្ចឹងនៅនេះម៉ោង 4:52 ព្រឹកចិត្តភ្លឺបន្តិចទៀតភ្លឺបាទតានៅខ្មែរសម្បូរលបែងអនឡាញឆ្លើយហើយកូនតាបើចៅចង់ធ្វើផ្នែកស៊ើបអង្កេតឆ្លើយហើយតាហេតុអ្វីបានជាក្មេងសម័យនេះចូលចិត្តមើលងាយបត់ពីដើមម្លេះអាហ្នឹងសម័យកាលនៃវប្បធម៌ថ្មីធម្មតាទេគេមិនចូលចិត្តមិនមើលងាយទេមិនចូលចិត្តណាលោកតាឈប់ឆ្លើយសំណេរក្មេងណាសួររឿងបាល់ទាត់ថាវាអត់ចេះណាតាខ្ញុំសុំឆ្កែមួយយីអត់បានទេកូនកូនស្រីពៅតាវាមកសុំតាអត់ឲ្យវាមកសុំឆ្កែមួយតាអត់ឲ្យទេកូនស្រីតាវាអ្នកវិទ្យាសាស្ត្រណាវាមកសុំអត់ឲ្យវាទេតាស្រឡាញ់ឆ្កែតាណាតាមាន6ស្លាប់អស់មួយស្ដាយឥឡូវអាឆ្កែធំនោះចាស់ហើយ
ចាស់ហើយណាអៀតច័ន្ទណាធិបខ្ញុំចង់លុញពងតាពងតាស្វិតអស់ហើយពងតាអន់ណាស្វិតតែជីវណាពងតាស្វិតហើយនឹងអញ្ចឹងខ្ញុំសូមជម្រាបលាបងប្អូនម្ដងទៀតចាំជួបគ្នានៅភាគក្រោយណាចាំជួបគ្នានៅភាគក្រោយជម្រាបលាមុននឹងជម្រាបលាចង់បញ្ជាក់រឿងដូណាត់នេះអ្នកលក់ដូណាត់ទាំងឡាយខ្ញុំមានបងប្អូនមានម្ដាយមីងលក់ដូណាត់ខ្ញុំគ្មានមើលងាយមើលថោករបរលក់ដូណាត់ទេអ្វីដែលខ្ញុំនិយាយគឺឆ្លើយតាមសំណួររបស់គេហើយក៏ការឆ្លើយនេះគឺឆ្លើយក្នុងសភាវៈទំហំនៃការរស់ស៊ីនិងប្រាក់ចំណូលដែលខ្ញុំនិយាយថាបើយើងចង់ចាំកូនពីអ្នកដីប៉ុនហើយយើងមិនចង់ធ្វើការឲ្យគេយើងធ្វើដូណាត់ទំហំនិងកំណត់នៃការមានបានរបស់យើងវាមានទៅតាមហ្នឹងណាហើយខ្ញុំប្រាប់ទៀតថាកុំឲ្យជួលអ្នកវាយព្រោះជួលអ្នកវាយវាធ្វើទុកបងប្អូនណាយល់ថាជួលអ្នកវាយហ្នឹងវាអាចពឹងពាក់បានខ្ញុំមានមិត្តភ័ក្តិដែលបើកហាងដូណាត់2 3ដងហើយណាគ្នាស្រីជួលអ្នកវាយធ្វើបាបគ្នាណាគ្នាប្រឹងប្រែងយកចិត្តយកថ្លើមអ្នកវាយដូណាត់តែអ្នកវាយដូណាត់ខ្លះលបែងអីចឹងទៅយូរទៅធ្វើបាបគ្នាធ្វើបាបហ្នឹងគឺមិនទៀងទាត់ម៉ោងពេលណាមិនទៀងទាត់ម៉ោងពេលហើយខ្ញុំក៏មានបងធរជាអ្នកវាយដូណាត់គ្នាវាយដូណាត់កាក់កបរកស៊ីមានបានធម្មតាអញ្ចឹងចាំកូនចាំចៅអញ្ចឹងតែក្រោយមកវាឈឺស្មាខ្លាំងរហូតដល់លក់ហាងចោលណាខ្ញុំមានមិត្តភ័ក្តិដែលខ្ញុំឈរឈ្មោះបើកហាងកញ្ចក់ឲ្យឥឡូវធ្លាក់ខ្លួនឈឺហើយដោយសារតែអាថ្នាំកញ្ចក់ហ្នឹងណាមុនដំបូងអាលូតកូនអត់ដឹងទេអត់ដឹងខ្លួនទេចេះនឹកឃើញតែបើអាលូតមែនតើយូរទៅមុខឡើងស្ងួតណាស្ងួតហើយវាធ្វើទុកតែខ្ញុំមិនមែនហាមទេណាបងប្អូនរឿងកញ្ចក់អត់មានហាមទេគ្រាន់តែប្រាប់តាហានិភ័យវាខ្ពស់គួរសមតែវាស៊ីសងសុខភាពយើងដែរណាហើយស៊ីសងការរៀបហាងផងបើយើងដាក់ម៉ាស៊ីនបូមឲ្យត្រឹមត្រូវយើងយកចិត្តទុកដាក់សម្អាតវាត្រឹមត្រូវយើងធ្វើ floor វាឲ្យស្មើល្អអាហ្នឹងវាជួយយើងហើយបើយើងជាតកែយើងមិនអង្គុយចិត្តកន្លែងគេធ្វើយើងមានកន្លែងគិតលុយយើងផ្សេងហើយបើយើងមានកញ្ចក់បិទអីអាហ្នឹងវាជួយ ventilate អាកន្លែងយើងខ្ញុំនិយាយនេះមិនមែនទៅមើលងាយមើលថោកអ្នកណាទេណាដូចខ្ញុំមកសហរដ្ឋអាមេរិកភ្លាមម៉ែអើយស្រាប់តែគេថាមានការធ្វើ1ម៉ោង$30ម៉ែអើយខ្ញុំឮសូម1ម៉ោង$30សម័យហ្នឹងអស់ចាណាទៅតម្រង់ជួងគេប៊ីសបានធ្វើហើយស្រាប់តែខ្មែរដែលបានចូលធ្វើហ្នឹងធ្វើបាន2អាទិត្យ3អាទិត្យមួយខែរត់អស់សួរថាម៉េចមករត់ខ្លាចនៅពេលហ្នឹងទីក្រុងញូវយ៉កគេមានការងារធ្វើមួយគេហៅ asbestos cleaner asbestos គឺជាជាតិកំបោរមួយយ៉ាងដែលគេយកទៅធ្វើសំណង់អាគារគេស្រោបបំពង់ទឹកអីហើយដល់ក្រោយមកគេរកឃើញថាអាកំទេចហ្នឹងគឺជាសារធាតុដែលកើតមហារីកលឿនជាទីបំផុត asbestos អញ្ចឹងច្បាប់គេឲ្យធ្វើការសម្អាត asbestos ចេញពីអាគារចាស់គេជួលមនុស្ស1ម៉ោង$30ឲ្យពាក់អាវឲ្យមានខ្យល់អុកស៊ីហ្សែនហ្នឹងខ្មែរខ្លះធ្វើបាន3ខែអីរត់អស់ណាដោយសារអីដោយសារភ័យខ្លាចមិនចេះ handle safety ហ្នឹងភ័យខ្លាចហើយក្រោយមកក៏អ្នករកស៊ីខាង clean asbestos ហ្នឹងកើតមហារីកអីវាមានអញ្ចឹងមែន
តែឲ្យវាជាវិបត្តិដ៏ធ្ងន់ធ្ងរអីអត់ទេនឹងហើយគេហៅថា occupational hazard គេប្រែជាភាសាខ្មែរគេហៅថាគ្រោះថ្នាក់ដែលចេញមកពីការងារឬក៏ហៅថាហានិភ័យខ្ពស់នៃការងារខ្ញុំនិយាយអញ្ចឹងទេខ្ញុំគ្មានបង្អាប់អីទេខ្ញុំមិនមែនបង្អាប់ទេខ្ញុំនិយាយអញ្ចឹងដើម្បីឲ្យអ្នកមកក្រោយនឹងធ្វើការជ្រើសរើសឲ្យបានត្រឹមត្រូវល្អតាខ្ញុំអត់មានបានបង្អាប់ទេណាអញ្ចឹងខ្ញុំជម្រាបលាណាបងប្អូនបាយជម្រាបលា